ពីយើងដេកស្លឹកកហើយយើងមកមើលពីការបញ្ចូលស្លឹកកជាមួយនឹងផ្ទាំងខ្លួនរបស់យើងអញ្ចឹងមុននឹងយកបញ្ចូលស្លឹកកយើងត្រូវផ្ងាផ្ទាំងខ្លួនរបស់យើងខាងត្រូវហើយស្លឹកករបស់យើងដាក់វាបែបហ្នឹងមកនេះឃើញទេដាក់វាអញ្ចឹងផ្ងាខាងត្រូវឡើងលើមកអញ្ចឹងយើងចាប់វាស់វាមកមុននឹងកាត់ស្លឹកកអ៊ុតយើងវាស់ម្ដងណាមុននឹងយើងយកមកដាក់យើងវាស់វាម្ដងទៀតចាប់វាស់វាអញ្ចឹងមកនេះចាប់វាស់វាអញ្ចឹងមកនេះអញ្ចឹងបើវាស់មកឃើញសល់ប្រហែលមួយជើងទៀតអីចេះអត់បញ្ហាទេមិនបាច់បារម្ភថាអូដាក់អត់ចូលគឺយើងដេប្រលួចទៅស៊ីវាបញ្ចូលពេលខ្លះពេលដែលយើងវាស់ហ្នឹងយើងរៀងទាញអីវាធ្វើអាកនេះវាជាងចឹងអត់បញ្ហាទេខុសគ្នាតិចតួចអីគឺយើងលួចទៅស៊ីបានណាចាប់ឲ្យស្មើត្រឹមកណ្ដុះដែលយើងគូសហ្នឹងស្មើចឹងមកទៅជន់បន្តិចណានេះយើងដេយើងកោងចឹងណាតែមិនមែនបជ្រួញណាកុំឲ្យទាញបកោងវាចូលកោងតាមរង្វង់កហ្នឹងហ្មងកាលណាយើងទាញកាន់តែយាយកហ្នឹងចឹងសម្រាប់រង្វង់កអាវធំជាងស្លឹកកតិចតួចប៉ុណ្ណឹងមិនបាច់បារម្ភទេប៉ុន្តែការដេគឺយើងប្រយ័ត្នអត់មានឲ្យគៀបទេណាហើយក៏អត់ឲ្យមុខបញ្ចូលយើងដេចិត្តលើនេះដែរគឺនៅចន្លោះនេះនៅចន្លោះហ្នឹងវាសជារឿងពិបាកមើលតិចប៉ុន្តែយើងមើលចេះដឹងគឺស្មើនៅចន្លោះហ្នឹងហ្មងដេអត់មានឲ្យគៀបសាច់ទេដេបដាយើងវាស់មើលបដាដេបដាយើងវាស់មើលបដានេះឃើញទេចិត្តផុតបាត់ដែរអញ្ចឹងយើងបស៊ីវាបន្តិចមកគ្រាន់តែយើងកុំទាញបានទេយើងគ្រាន់តែដេវាកោងទៅគឺវាអស់សាច់បាត់ដែរដេបានតិចយើងមកវាស់មកនេះឃើញអត់គ្រាន់តែបកោងវាតាមនឹងអញ្ចឹងនេះអាដៃនេះយើងគៀសសាច់កណាត់ឡើងលើកុំឲ្យវាធ្លាក់មកកាលណាវាធ្លាក់មកវាយាសំយ៉ងចុះក្រោមដេបដាយើងវាស់មើលបដាដេបដាយើងវាស់មើលវាបដាអញ្ចឹងសល់មួយជើងទាឬក៏កន្លះលេខអីវាមិនបញ្ហាទេនេះឃើញអត់មកស៊ីហើយតែអត់មានជ្រួញអត់មានគៀបកអីណានេះឃើញនេះឃើញសាច់អាវរបស់យើងអត់មានគៀបអីណានេះគឺស្អាតអញ្ចឹងគឺយើងចាប់ផ្ដើមផ្ងាវាអញ្ចឹងទាញផ្ទាំងខ្លួនមកនៅខាងស្ដាំដៃយើងអញ្ចឹងណាផ្ងាអញ្ចឹងតបមកយើងរុញវាចូលអញ្ចឹងណាយើងបើកអានេះចេញមកនេះឃើញបើកវាអញ្ចឹងយកមេដៃយើងរុញអានឹងចូលអញ្ចឹងណាឃើញបើវាអត់អស់យើងអាចប្រើកត្រៃជ្រឹបជំនួយថែមបានណាពេលដែលយើងដេស្មើស្អាតគឺធ្នេដេរបស់យើងគឺដេមកគឺស្អាតហ្មងនេះឃើញតាមនេះធ្នេដេនេះឃើញអញ្ចឹងយើងដាក់ឲ្យស្មើជាមួយធ្នេដេនឹងមកដេច្បិចម៉ាលីអញ្ចឹងពេលដែលយើងដេយើងវាចំណាត់ឲ្យអស់កុំឲ្យខែងលោយើងដេទៅវាមានជន់វាមានគៀបអីពិបាករស់ច្រើនដងអញ្ចឹងវាអស់កុំឲ្យមានកលសាច់កុំឲ្យមានអីលើកវាទៅលើអស់ពេលដែលយើងដេមកវាធ្លាក់ចុះក្រោមវាប្រទាញសាច់កណាត់ធ្វើមិនឲ្យស្មើជាមួយនឹងតសៃរបស់ធ្នេរបស់យើងនេះអញ្ចឹងដល់ចំណុចនេះយើងបត់ដូចគ្នាការចុងកត្រៃច្រឹបយើងរុញឲ្យអស់សាច់ហ្នឹងតែនេះយើងបញ្ជាន់ឲ្យជាប់កបន្តិចតែកុំឲ្យគោកដាញ់ធ្នេតោះមកបកវាចឹងមកបញ្ជាន់វាមកលីពាត់ជុំវិញកន្លែងនេះយើងដើរមកចូលតិចតិចមកដៃយើងទប់ក្បាលម៉ាស៊ីនតិចមកហើយយើងលើកជាជុំមកយើងដេពាត់មកជើងជាជុំវិញមកលីជុំវិញនេះមកលីនៅចំណុចហ្នឹង
ដល់ចំណុចកោនេះគឺយើងរៀងមូលវាអញ្ចឹងណាលើកចឹងទៀមជន់មកប៉ុណ្ណឹងមកគឺហើយកាត់ព្រុយអស់មកចំណុចព្រុយណាដែលវាអត់អស់យើងអាចប្រើដេកេះរ៉ូលបន្ថែមបានណាដើម្បីឲ្យវាអស់ព្រុយល្អតែខ្លះកត្រៃជ្រឹបយើងអត់មុតវានៅព្រុយអីចឹងយើងអាចប្រើដេកេះរ៉ូលបាននេះអញ្ចឹងអានេះសិលករបស់យើងគឺហើយយើងមកមើលខាងខុសនេះអញ្ចឹងអានេះយើងអ៊ុតទៅសកត់ដុំឈើទៅវាហាប់ទៅពីខាងក្រោយវាមិនបញ្ហាទេពេលដែលគេពាក់បត់មកគឺវាចិត្តល្អបាត់ហើយនេះរឿងសិលករបស់យើងគឺហើយចឹងនេះយើងមកមើលធ្នេរបស់យើងណាធ្នេរបស់យើងគឺយើងដេកគឺឲ្យវាស្មើជាមួយនឹងធ្នេអញ្ចឹងនេះឃើញធ្នេវាអញ្ចឹងនេះចឹងព្រុយជាយើងកាត់អស់ទៅអានឹងខាងក្នុងដែលយើងបញ្ជាន់មកជើងទាពាត់ជុំវិញចុងក្រោយគេហ្នឹងនេះគឺបញ្ជាន់អានេះឃើញអានេះពាត់ទៅលើអញ្ចឹងតែយើងដេកបញ្ចុះវាមកនេះអានេះគឺខាងក្រោយគឺអត់មានល្មិតល្មូលទេអានេះគឺត្រូវតែឲ្យត្រួតពីលើកណាត់អញ្ចឹងនេះអាក្រោមនេះឃើញពីលើកាវរបស់យើងកណាត់ហ្នឹងអញ្ចឹងរបៀបបញ្ចូលសិលករបស់យើងគឺប៉ុណ្ណឹងឯងហើយយើងវាស់មើលយើងដឹងហើយសិលករបស់យើងគឺវាស្មើគ្នានេះឃើញស្មើគ្នានេះអានេះចំណុចស្មានេះអានេះចំណុចករបស់យើងយើងវាស់មកគឺកហើយស្មារបស់យើងស្មើគ្នាគឺស្មើហើយអត់មានតូចធំជាងគ្នាណានៅចំណុចហ្នឹងកាលណាទីហោថាស្មាឆ្វេងនៅចំណុចនេះស្រាប់តែស្មាស្ដាំចុះមកក្រោមចេះអញ្ចឹងស្មានឹងអត់ត្រូវហើយគឺមានន័យថាពាក់ទៅគឺធ្លាក់កមកចំហៀងហ្មងអញ្ចឹងបានជាការមុននឹងយើងបញ្ចូលសិលកយើងត្រូវវាស់វាសិនណាដើម្បីពេលដែលយើងដេរហើយយើងចាប់វាស់មកគឺវាស្មើគ្នាស្មារបស់យើងហើយនឹងសិលកហ្នឹងគឺវាស្មើគ្នាហ្មងឃើញទេត្រួតពីលើគ្នាស្អាតអញ្ចឹងពេលដែលគេពាក់មកគឺអត់មានធ្លាក់កមកចំហៀងអីទេហើយនេះគឺជារបៀបបញ្ចូលសិលករបស់យើងតែយើងយកទៅអ៊ុតសម្អាតបន្ថែមទៅគឺហើយ